អ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើជាសិស្សវិញម្ដងហើយត្រូវមានប្រឡងទៀតនិយាយទៅឡើងជ្រុញយ៉ាងហ្នឹងមុននឹងបានចូលរៀនហើយទៅប្រឡងហ្នឹងគឺសូមរត់ចូលហាងកាហ្វេមុនសិនតែហាងកាហ្វេមិនញ៉ាំកាហ្វេណាខ្ញុំញ៉ាំបានតែម៉ាត់ឆាហើយនឹងម៉ូកាកំងកាហ្វេហើយត្រូវអង្គុយចាំកាហ្វេហ្នឹងគេធ្វើគេមើលមេរៀនអីណាតែសល់ពេលតែ15នាទីមុននឹងចូលរៀនហ្នឹងគឺធ្វើឯងអង្គុយមើលមេរៀនពាក្យចាស់គេថាគោបាត់ទឹកធ្វើលបងចិត្តប្រឡងទឹកខំរៀនគឺខ្ញុំហ្នឹងហើយដល់ពេលបានត្រៀងហើយក៏ជប់មើលមេរៀនឡើងទៅថ្នាក់ម្ដងគ្មានបានសាច់ការអីទេមើលមេរៀនហ្នឹងគាត់ចង់ត្រៀងឲ្យលឿនពេកចង់បានហើយក៏ទៅបរោយចូលមកដល់ office និយាយពីថាសប្បាយចិត្តឲ្យខ្ញុំញ៉ាំពេញនឹងដាក់គេដាក់ឯងហើយក៏ជួបបងប្អូនញាតិមិត្តនៅក្នុង office ហ្នឹងក៏សំណេះសំណាលគ្នាបន្តិចទៅនិយាយគ្នាលេងសួរសុខទុក្ខគ្នាបានបន្តិចខ្ញុំក៏ទៅរក training room ចាក់ស្ដែងខ្ញុំអត់សូវបានជួបជាមួយនឹងពួកគាត់ដែលនៅ back office ទេដោយសារតែខ្ញុំអត់សូវចូល office ចឹងជា cabin crew គឺពីច្រើនទៅហោះហើរហើយនេះគឺជាបន្ទប់ training របស់ cabin crew ជា cabin crew ក្នុងរយៈពេល1ឆ្នាំទៅ2ឆ្នាំតាមមុខវិជ្ជាគឺយើងត្រូវមករៀនហើយប្រឡងឡើងវិញម្ដងការរៀនឡើងវិញហ្នឹងគឺគេហៅ recurrent អាហ្នឹងដូចយើងរំលឹកមេរៀនឡើងវិញចឹងហើយត្រូវប្រឡងឡើងវិញដើម្បីឲ្យបញ្ជាក់ថាយើងពិតជានៅចាំអ្វីដែលយើងធ្លាប់រៀនហើយនៅពេលដែលមានបញ្ហាគឺយើងពិតជាអាច deal ជាមួយនឹងបញ្ហាហ្នឹងបានសមាជិកយើងត្រូវថ្ងៃហ្នឹងគឺមានតាមានសារ៉ូហើយខ្លះពីវិន័យទៀតអត់មក Morning My instructor is coming Welcome to my vlogs Oh you have your own blog now Yes Okay បាទគឺថាថ្ងៃនេះចាប់គូរបស់ខ្ញុំមកថត vlog ជាមួយបានទៀតបាទជាក់ស្ដែងថ្ងៃនេះគឺខ្ញុំត្រូវមករៀនមុខវិជ្ជា Dangerous Goods ឡើងវិញក្នុងរយៈពេល2ឆ្នាំម្ដងបើសិនជាអ្នកទាំងអស់គ្នាចង់ដឹងថា Dangerous Goods នឹងគឺជាមុខវិជ្ជាអីគេ comment ខាងក្រោមមកចាំខ្ញុំធ្វើវីដេអូក្រោយបញ្យល់សមាជិកទី3ដែលត្រូវមករៀននៅក្នុងថ្ងៃហ្នឹងក៏បានមកដល់យើងនៅចាំសមាជិកម្នាក់ទៀតដែលគាត់បែកកង់ឡានសំណាងមែនតើគាត់មកដល់មុនម៉ោងប្រហែលជា 4-5 នាទីអត់ late អញ្ចឹងពួកយើងក៏ចាប់ផ្ដើម start class The regulator body or regulatory body So in Cambodia who monitor the aviation business អ្នកទាំងអស់គ្នាបានឃើញហើយការបង្រៀន cabin crew គឺប្រើប្រាស់ជាភាសាអង់គ្លេសទាំងអស់អាហ្នឹងគឺជាមូលហេតុមួយដែលនៅពេលដែលគេឬ cabin crew គេតម្រូវឲ្យយើងចេះភាសាអង់គ្លេសថ្នាក់ Dangerous Goods ហ្នឹងបើនិយាយស្រួលស្ដាប់គឺជាថ្នាក់ដែលគេបង្រៀនពីតើអ្វីដែលអាចឬមួយក៏មិនអាចយកឡើងទៅលើយន្តហោះបានណាតើមានមូលហេតុអីដែលមិនអាចយកឡើងទៅបានហើយបើយកឡើងទៅនឹងមានបញ្ហាអីខ្លះគឺយើងមានឧទាហរណ៍ចាក់ស្ដែងឲ្យមើលដូចនៅក្នុងវីដេអូអស់នេះអញ្ចឹងអ្នកទាំងអស់គ្នាវីដេអូនេះគឺជាវីដេអូពិតដែលកាត់ឡើងនៅ airline គេផ្សេងណាដោយសារតែមានការប្រើប្រាស់ power bank ហើយនឹងទុក power bank ដោយគ្មានសណ្ដាប់ធ្នាប់នៅលើយន្តហោះអញ្ចឹងវាអាចបង្កគ្រោះថ្នាក់បានណាដោយសារតែមានមូលហេតុទាំងអស់ហ្នឹងហើយទើបច្បាប់របស់ airline និងច្បាប់របស់ព្រះយន្តហោះខ្លះអត់អាចឲ្យយើងយកឧបករណ៍ឬក៏សម្ភារៈមួយចំនួនឡើងទៅបានទេដោយសារតែវាអាចបង្កគ្រោះថ្នាក់ដល់អ្នកនៅលើយន្តហោះទាំងមូលហ្មងអញ្ចឹងបើសិនជាពេលដែលអ្នកទាំងអស់គ្នាទៅជិះយន្តហោះហើយច្រឡំយកសម្ភារៈណាមួយទៅដែលគេហាមឃាត់គេសុំដកចេញឲ្យគេទៅកំខឹងគេអ្នកទាំងអស់គ្នាអាហ្នឹងដើម្បីតែសុវត្ថិភាពរបស់យើងខ្លួនឯងហើយសុវត្ថិភាពរបស់ទាំងអស់គ្នាមកលើយន្តហោះពួកខ្ញុំរៀនបានកន្លះថ្ងៃក៏បានបញ្ចប់មេរៀនហ្នឹងរៀនរៀងលឿនដែរដោយសារតែវាជា recurrent class វាមិនមែនជា initial class ដូចយើងចូលរៀនជា cabin crew ដំបូងគឺយើងត្រូវរៀន detail ហ្មងតែនេះគឺ recurrent class ដែលសារតែយើងរៀនសង្ខេបអញ្ចឹងរៀនចប់ហើយគឺដល់ពេលត្រូវប្រឡងហើយក៏ប៉ុន្តែ instructor ឲ្យពួកខ្ញុំ break បន្តិចសិនហើយបានត្រឡប់មកវិញចូលប្រឡងទាំងអស់គ្នាមហាមែនចូល មកពីហាហ៎ Welcome to my vlog ថ្ងៃនេះបាទខ្ញុំឆ្លងទេភាសា layover 2ចូលគ្នាហើយគេ160ម៉ានអត់ទេមិនសមលោកមិនគិត level យន្តហោះមកមានតែបាទអីបាទទៅបន្លែ break បានមួយផ្លែហ្នឹងក៏ជួបស៊ូជីដែលគាត់ទើបតែត្រឡប់មកពីហោះវិញហើយខ្ញុំមុននឹងប្រឡងគឺ boost energy មួយសិនក្រោយទៅខាងមុខអ្នកមុខគេកំពុងតអក collagen ដែរហើយនិយាយពីថាមុនប្រឡង 4-10 នាទីហ្នឹងគឺថាខំប្រឹងមើលមេរៀនអើយខំប្រឹងអ្នកទាំងអស់គ្នា cabin crew training នៅក្រុមហ៊ុនខ្ញុំការប្រឡងបន្ទុកតតែ 90% ឡើងទើបជាប់អញ្ចឹងមានន័យថាបើសិនជាការប្រឡងហ្នឹងមាន20សំណួរខុសបាន12ទេតែខុស13គឺធ្លាក់ហើយបន្ទាប់ពីប្រឡងហើយ result នឹងចេញព្រាមៗនៅក្នុងពេលបន្តិចទៀតដែលគាត់កែហើយពេលគាត់កែហើយព្រាមគាត់ក៏ហៅពួកខ្ញុំចូលទៅក្នុងបន្ទប់នឹងព្រាមដើម្បីប្រាប់ពី result អ្នកទាំងអស់គ្នាទីមើលថាខ្ញុំធ្វើបានបន្ទុកមែនគឺខ្ញុំធ្វើខុសមួយសំណួរ One mistake so advice again So next time, listen to what I'm asking. That was the tricky question. Okay បន្ទាប់ពីប្រឡងចប់អស់ហើយជាប់អស់គ្រប់គ្នាហើយបន្ត license បានគ្រប់គ្នាអស់ហើយក៏ចែកផ្លូវគ្នាទៅផ្ទះរៀងខ្លួន feel good for 100 I have one mistake 95 Okay bye អូខេអ្នកទាំងអស់គ្នាអញ្ចឹងវីដេអូរបស់ខ្ញុំថ្ងៃនេះមានតែប៉ុណ្្នឹងទេបើសិនជាមានចម្ងល់អីអាចសួរនៅក្នុង comment ខាងក្រោមបានជួបគ្នាវីដេអូក្រោយបាយបាយ